បាទជំរាបសួរពុកម៉ែបងប្អូនជាពិសេសបងប្អូនដែលនៅទាំងក្នុងនិងក្រៅប្រទេសទាំងអស់ហើយថ្ងៃនេះខ្ញុំចង់បង្ហាញអំពីថាទស្សនវិជ្ជាដែលនៅភ្នំពេញមួយថ្ងៃនេះគឺមេចុះអាប់ហ្នឹងមិនមែនតែពេលព្រឹកទេគឺចុះរហូតដល់ល្ងាចដែលមើលទៅដូចស្លុបណាហើយបងប្អូនខ្លះក៏មានការព្រួយបារម្ភទាក់ទងនឹងខ្យល់មិនល្អអីចឹងទៅព្រោះនៅប្រទេសជិតខាងវាមានករណីចឹងដែរពាក់ព័ន្ធនឹងខ្យល់ដែលមានវាមិនមានសុវត្ថិភាពណាហើយយើងចេះតែការពារទៅបងប្អូនពាក់ម៉ាស់ពាក់អីមុននឹងចេញទៅណាមកណាអីណាហើយអាគារខ្ញុំថតនេះគឺនៅអាគារក្រុមហ៊ុន Print Group តែមិនដឹងថាក្រុមហ៊ុនមួយណានេះខ្ញុំក៏មិនច្បាស់ដែរបងប្អូននៅភ្នំពេញស្គាល់ហើយគឺនឹងផ្លូវនរោត្តមហើយម៉ោងដែលខ្ញុំថតនេះគឺខ្ទង់ប្រហែលជាម៉ោង7ព្រឹកអីហ្នឹងទៅធ្វើការក៏ឃើញនេះក៏ឆ្លៀតថតចែកជូនបងប្អូនដើម្បីបានជាការទេសនាអីចឹងទៅបងប្អូនអ្នកនៅពេញនេះក៏គាត់មិនទៅជាមើលអីដែរតែបងប្អូនអ្នកនៅបណ្ដាខេត្តឬក៏អ្នកដែលឃើញអ្នកដែលអត់ដែលបានមកអីចឹងឬក៏បងប្អូននៅក្រៅប្រទេសយូរអីអត់ដែលឃើញអីក៏អាចចូលរួមទេសនាឲ្យជួយចុច like ចុចអី subscribe អីផងទៅដើម្បីខ្ញុំនឹងបន្តចែកម្លែកនៅទស្សនវិជ្ជាអីកន្លែងទេសកំសាន្តឬក៏នៅទីតាំងនានាហើយកំពុងតែឃើញអាគារថ្មីនេះគឺអាគារក្រសួងមហាផ្ទៃគេសាងសង់ហើយហ្នឹងហើយបើមកហើយដូចជាថ្មីដែរទេហើយបងប្អូនយើងនៅពេញក៏មានការប្រុងប្រយ័ត្នដែរឃើញម្នាក់ឯងចេញក្រៅអីពាក់ម៉ាស់ពាក់អីការពារគ្រប់គ្នាហ្នឹងហើយយើងការពារទាំងអស់គ្នាទៅបីជាមានព័ត៌មានខាងក្រសួងព័ត៌មានខាងអីខាងក្រសួងបរិស្ថានគាត់ថាខ្យល់ហ្នឹងអត់គុណភាពល្អទេវាអត់មានប៉ះពាល់អីទេតែបងប្អូនខ្លះក៏បានព័ត៌មានពីខាងកម្មវិធីទូរស័ព្ទដៃឬក៏អីដែលគេវាតម្លៃគុណភាពខ្យល់ហ្នឹងគេថាវាមិនសូវជាល្អទេសម្រាប់អ្នកដែលមានសុខភាពងាយរងគ្រោះហើយអ្នកងាយរងគ្រោះហ្នឹងប្រហែលជាគាត់ដូចខ្ញុំអីដែរផ្លាស់ប្ដូរអាកាសធាតុមិនស្រួលហ្នឹងអាចឈឺអីផ្ដាសាយពី3ថ្ងៃអញ្ចឹងទៅអញ្ចឹងចូលរួមការពារទាំងអស់គ្នាទៅហើយកុំឲ្យមានជំងឺមានអីហើយយើងប្រទេសយើងស្ងាត់មករយៈនេះឥឡូវមានបញ្ហានៅខាងព្រំដែននោះទៀតហើយឮថាខាងនោះនឹងមានអ្នកជន់មីននេះទៀតហើយឲ្យតែមានព្រឹត្តិការណ៍អីមួយចំនួនកើតឡើងនៅប្រទេសគេហើយតាមខ្ញុំដឹងនៅខាងនោះគេពងឲ្យឆ្លោះគ្នារឿងរាប់ស្លឹកឆ្នោតរឿងអីស្កើតទុកមិនសុខចិត្តអីមើលតែខាងផ្ទៃក្នុងគេហ្នឹងវាអង្គគឺគេមានបាតុភិបមកថ្មីរហូតឥឡូវខ្ញុំគិតថាខ្មែរយើងប្រជាជនខ្មែរយើងក៏ដឹងដែរថាខាងនឹងចិត្តគំនិតឬក៏គេធ្វើនយោបាយបែបមិនអីមិនចឹងណាតែទាំងគេទាំងខ្ញុំមិនបានជួយអីច្រើនតែក៏យើងមិនយើងក៏និយាយទៅយើងក៏ជាជាតិខ្មែរយើងក៏មានអារម្មណ៍ជឿចាប់នឹងទង្វើគេធ្វើមកលើជាតិសាសន៍យើងទឹកដីយើងអីចឹងទៅហ្នឹងហើយស្លេះពីរឿងហ្នឹងតិចតែព្រោះបើយើងមិននិយាយហ្នឹងក៏វាតានតឹងដែរហើយឥឡូវចិត្តដល់សែនចូលឆ្នាំចិនពីមុនអ្នកសែនដូចជាមិនសូវច្រើនទេតែមួយឆ្នាំជាមានអ្នកសែនថ្មីណាខ្មែរយើងទូទៅពីច្រើនក៏សែនដូចគ្នាហ្នឹងព្រោះចង់សប្បាយចង់អីជួបជុំអីធ្វើមកហូបចុកអីជុំគ្រួសារដូចគ្នាអញ្ចឹងទៅហើយម៉ោងអ្នកខ្លះតាមកន្លែងស្ថាប័នធ្វើការអីក៏បុគ្គលិកអវត្តមានសុំច្បាប់សុំអីអញ្ចឹងណាហោហែទៅហើយ
ដឹងតែបងប្អូននៅខាងក្រៅប្រទេសសែនឬក៏ធ្វើអីដូចអ្នកនៅក្នុងប្រទេសអត់ហើយម៉ោង7នេះយើងមិនមានយ៉ាងតិចព្រោះទាំងគេទាំងយើងទៅធ្វើការទៅអីដូចគ្នាទៅពេញភារកិច្ចលក់ដូរទៅរៀនទៅសូត្រអីចឹងទៅចេះតែបន្តដំណើរទៅមុខទៀតទាំងអស់គ្នាមើលនៅខាងក្នុងវីដេអូហ្នឹងបែរជាមិនសូវឃើញចុះពេលដោយសារកាមេរ៉ាទូរស័ព្ទហ្នឹងវាជួយសេរីពលឺសេរីអីហ្នឹងទៅមើលឃើញទៅរៀងភ្លឺតែតាមពិតទៅជាក់ស្ដែងនេះវារៀងចុះអាប់នៅខាងក្រៅណាហើយបងប្អូននៅភ្នំពេញបងប្អូនដឹងហើយបងប្អូននៅតាខេត្តខ្ញុំមិនដឹងដែរព្រោះអត់បានព័ត៌មានមកផងហើយបើអ្នកនៅក្រៅប្រទេសសូមផ្ញើវីដេអូនេះផងហើយបើបងប្អូនគាំទ្រសូមជួយចុច like ហើយ subscribe អីចឹងទៅហើយខ្ញុំមានព័ត៌មានឬក៏ព្រឹត្តិការណ៍អីបានទៅទីកន្លែងកំសាន្តណាប្លែកថ្មីអីចាំខ្ញុំជួយថតចែករំលែកបន្តទៀតនៅក្នុង channel របស់ខ្ញុំនេះហើយគិតថាមានអ្នកធ្វើច្រើនហើយប៉ុន្តែមិនចេះអស់កន្លែងដែលយើងថតចែកជូនទេហើយបើយើងមើលម្នាក់ក៏មិនអត់ដែរអាចថាខ្ញុំថតចេញប្លង់ផ្សេងបងប្អូនយើងអ្នកដែលថតហ្នឹងចេញប្លង់ផ្សេងហ្នឹងទៅចិត្តតែចែករំលែកចេញហ្នឹងទៅហើយហ្នឹងហើយអត់មានអីច្រើនទេមានតែប៉ុណ្្នឹងទេហើយបងប្អូនអាចតាមដានបន្តទៀតទៅបើបងប្អូននៅក្រៅប្រទេសដូចនៅអាមេរិកអីខ្ញុំឃើញវីដេអូបងប្អូននៅខាងនោះថតមកអត់សូវមានម៉ូតូមានតែឡានហើយឡានបើកលឿនណាបើនៅប្រទេសយើងបែបអាស៊ីទេវាមានតែម៉ូតូហ្នឹងឯងហើយទៅដល់ណាក៏អញ្ចឹងដែរមិនថាតែស្រុកយើងវៀតណាមទៅអីក៏ម៉ូតូច្រើនជាងយើងទៀតប៉ុន្តែនឹងហើយជាចុងបញ្ចប់អរគុណបងប្អូនដែលបានទស្សនាវីដេអូនេះហើយកុំភ្លេចចូលរួមថែរក្សាសុខភាពទាំងអស់គ្នាហើយបើកបោអីមីតាយកយល់អធិស្ឋានគ្នាទៅព្រោះសត្វបងប្អូនខ្មែរដូចគ្នាទេហើយរឿងដែលអត់អោននៅគ្នាបានគួរតែអត់អោនទៅកុំចងកម្មចងពៀឬក៏ចង់ឈ្នះចង់ចាញ់អីយើងខ្មែរដូចគ្នាទេហើយអរគុណបងប្អូនហើយជូនពរបងប្អូនសុខភាពល្អហើយទទួលបានជោគជ័យគ្រប់ភារកិច្ចទាំងអស់គ្នាអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះ